នអ្នកស្រែពីដើមធ្លាប់តែពឹងអ្នកនេសាទបោសាដឹងដកនឹកចង់ត្រីឆ្លាតតតែសងវត្តអនដែងផ្ទួឆ្លាតទៅទិញនៅឯផ្សារឥឡូវលែងភ័យអូនចាញ់ចាំត្រីទាំងប្រាំងវសាអនដែងកងកែបតាមបែបគ្រួសារទិន្នផលមាត់ឆាអាចលក់ទៅផ្សារស្ដារជីវភាពថ្មីអរគុណជលផលបានផ្ដល់ពូជត្រីបច្ចេកទេសថ្មីស្រែអូនក្រោយផ្ទះបង្កាត់ពូជថ្មីនៅសល់តែដីដាំត្រើយស្លឹកគ្រៃកត់គង់គ្រួសារសម័យដែលចូលកសិកម្មលេចធ្លោជំរុញចលនាដំណាំផលឡាចិញ្ចឹមមច្ឆាលក្ខណៈគ្រួសារអូនសែនស្នេហាស្រ័យបងជលផលនាងខ្ញុំឈ្មោះធនសំភ័សតំណាងឲ្យប្រជាជនទាំងអស់ដែលចិញ្ចឹមត្រីនៅស្ពានកំពង់ស្មាច់នាងខ្ញុំរស់នៅភូមិសំរងក្រោមឃុំសំរងស្រុកព្រៃនប់ខេត្តព្រះសីហនុនាងខ្ញុំសូមអរគុណរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអរគុណអភិបាលខេត្តអរគុណប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុដែលបានផ្ដល់កូនត្រីឲ្យនាងខ្ញុំដែលចិញ្ចឹមត្រីនៅស្ពានកំពង់ស្មាច់ចឹងនាងខ្ញុំសូមអរគុណជាចុងក្រោយនេះនាងខ្ញុំសូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រីនិងឯកឧត្តមអភិបាលខេត្តព្រះសីហនុលោកប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុសូមជួបតែសេចក្តីសុខនិងសេចក្តីចម្រើន